Song chu Ronald lục nát lấy hương tập chặt hệ gì dụ thì Tây mây về còn làm sang hạ sa phôn nâng sa áp ở đây chiên ngày sắp đỏ nơi vì một cái chơi tối nổi giờ đi chôn sốc hẹ ông công nghiệp trăm các bộ phì nhưng ai sinh than vô kia qua bày tỏ chắc nhà miền đặc biệt rồi sắp tới ông công xin tiền trong đài tất đây ông công trời ca mẹ cà phì hỏi sốc hẹ vì chi mà nét nâng tầm lòng mẹ mạng chất là bong sẽ đây sắp tốt luôn đã bày bọc hạt chết miền địa phương nâng về chơi chôn prom tiền tất đây sau khi chip hệ gì bạn đào một chất đầy tiền có sai này rồi linh rồi lộ còn tại miền chia diêm này nhầm đam bay trong ngoài đầy miền còn vào nặng bà rọ miền lúc đầy riêng có ai ở đây ở bàn rồi bị dây tách thả bong tay chót ôm bà rọ bị cô ôn nặng ôn phầy cô nặng ôn quam trô nâng đo cầm lăng chặt đo bò nâng chăm mơ lực bò đòi mốt nạp hiệp thay ra xa luôn ở bàn là ó đâm nâng ca biết tất đầy dương đâm bay cua xa dương chết xa dương xôn ôn xôn chung phố bò khi nhé ọt mê sắp râu là cây xin lành sụp hẹ đạp đầy hẹ đầy dây chuốc rủi nhịn tờ rô côn pro tôi ở dụngประมาณ tràn nắm đại công cùng cho căn chia ảo rồi bọc kê hai mươi giây thả còn pro nơi téត្រូវស្ដាប់អំពើបដាកូនត្រូវធ្វើជាកូនប្រុសដ៏រឹងមាំហើយជួយមើលថែម៉ែជំនួសពុកផងយល់ឬទេមីប្រុសតូចលើកដៃសំពះសម្លឹងមករួចហើយឆ្លើយទាំងទឹកមុខមាំថាបាទពុកកូននឹងធ្វើជាហុយរោដោយពុកអញ្ចឹងកូននឹងស្ដាប់អំពើម៉ែសូមពុកកុំបារម្ភឡើយនៅសមរភូមិមកសុភ័ក្រត្រូវឈរជើងនៅតំបន់ភ្នំដាច់ស្រយាលដែលពោពេញដោយសត្វល្អិតគ្រាប់កំសែងនិងផ្សែងពុលនៅភូមិភាគឧត្តរនៃប្រទេសរាល់យប់ពួកគេត្រូវយាមកាមនិងល្បាតដោយប្រុងប្រយ័ត្នពេលសម្រាកត្រូវសម្រាកក្នុងត្រង់សេនិងដៃកាន់កន្ទើងជាប់ជានិច្ចនៅពេលសម្រាកសុភ័ក្រតែងតែយករូបថតគ្រួសារមកមើលដោយក្តីនឹករលឹកស្មារតីប្រយុទ្ធរបស់គេមិនមែនមានត្រឹមតែអាវុធក្នុងដៃនោះទេប៉ុន្តែគឺកម្លាំងចិត្តដែលភរិយានិងកូនបានផ្ដល់ឲ្យមុនពេលគេចេញមកផងដែរនៅឯផ្ទះឯនោះវិញសោភាបានខ្លាយជាបង្គោលគ្រួសារដ៏រឹងមាំនាងដើរតួនាទីជាឪពុកផងនិងជាម្ដាយផងនាងធ្វើការងារស្រែចម្ការផងមើលថែកូនផងនិងបង្រៀនកូនឲ្យស្គាល់ពីតម្លៃនៃទឹកដីនិងការលះបង់ដើម្បីជាតិមាតុភូមិជារៀងរាល់ល្ងាចនាងតែងតែនាំកូនឲ្យធូបបួងសួងសូមឲ្យអ្នកការពារទឹកដីគ្រប់រូបទទួលបានក្តីសុខជាពិសេសគឺក្តីស្រមៃរបស់នាងមានពេលខ្លះដំណឹងពីសមរភូមិធ្វើឲ្យបេះដូងរបស់នាងស្ទើរតែលោតចេញមកក្រៅទៅហើយនៅពេលដែលឮថាមានការប៉ះបន្តិចគ្នាខ្លាំងប៉ុន្តែសោភាមិនដែលតូចតែឬសុំឲ្យក្តីត្រឡប់មកវិញមុនការកំណត់ឡើយព្រោះនាងដឹងថាបើគ្មានអ្នកការពារព្រំដែនក៏គ្មានផ្ទះដ៏កក់ក្ដៅសម្រាប់នាងនិងកូននិងសាច់ញាតិដែរទឹកដីគឺជាកេរមរតកសមូហភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបហើយពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួមចំណែកការពារដោយឈាមស្រស់និងសាច់ស្រស់និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិនិងជនរួមជាតិ
បន្ទាប់ពីការប្រយុទ្ធយ៉ាងក្លាហានមុខមុតអស់រយៈពេលយ៉ាងយូរនិងមានការលះបង់កម្លាំងកាយចិត្តពីវីរៈកងទ័ពជួរមុខយើងសត្រូវត្រូវបានរុញច្រានចេញពីទឹកដីកម្ពុជាទាំងស្រុងជ័យជំនះនេះបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈជនយើងដែលឈរតតាំងការពារនៅតាមបន្ទាត់ព្រំដែនជួរមុខរងទុក្ខដោយកម្ដៅថ្ងៃនិងអាកាសធាតុប្រែប្រួលជាធម្មតារំទាំងទទួលរងគ្រោះដោយសារការវាយប្រហារពីបាំងសត្រូវយ៉ាងធ្ងន់ធ្ងររហូតដល់ពលីជីវិតនៅកងកម្លាំងយើងមិនតិចឡើយមិនយូរប៉ុន្មាន4ទ័ពដែលទទួលជោគជ័យបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញនៅតាមដងផ្លូវអ្នកភូមិស្រែកជ័យឃោសអបអរសាទរនិងគោរពដឹងគុណដល់បងប្អូនកងទ័ពយើងយ៉ាងកងរំពងពេញភូមិចំពោះការលះបង់គ្រប់បែបយ៉ាងទាំងអាយុជីវិតទាំងកម្លាំងកាយចិត្តសាច់ស្រស់ឈាមស្រស់និងញើសនិងលះបង់គ្រប់អ្វីៗដើម្បីសេចក្តីសុខប្រជាពលរដ្ឋនិងបូរណភាពទឹកដីសពធានិងកូនប្រុសចូលរំចាំប្តីនិងឪពុកនៅខាងមុខផ្ទះនៅពេលឃើញបរិសុទ្ធរូបរាងខ្ពស់ស្រឡះម្នាក់ក្នុងឯកសណ្ឋានដែលប្រឡាក់ដោយធូលីដីដើរមកចិត្តកូនប្រុសដូចស្ទុះរត់ទៅអោបជើងឪពុកយ៉ាងណែនហើយនិយាយថាពុកមកវិញហើយជ័យយោពុកខ្ញុំឈ្នះហើយសុភ័ក្រអោបកូននិងភរិយាតាំងទឹកភ្នែកហូរដោយក្តីរំភើបរីករាយរួចហើយគេខ្សឹបដាក់ត្រចៀកភរិយាគេថាអរគុណអូនតែបានធ្វើជាបន្ទាយដ៏រឹងមាំនៅខាងក្រៅខ្នងបងបើគ្មានការលះបង់របស់អូនក៏បងគ្មានកម្លាំងកាយនិងកម្លាំងចិត្តធ្វើជើងការពារជាតិមិត្តភូមិនៅជួរមុខរហូតដល់ថ្ងៃនេះដែរវីរភាពមិនមែនមានតែនៅលើសមរភូមិមុខនោះទេប៉ុន្តែភរិយាគ្រួសារឪពុកម្ដាយបងប្អូននិងសាច់ញាតិព្រមទាំងប្រជាពលរដ្ឋគ្រប់រូបដែលនៅខាងក្រោយជួយឧបត្ថម្ភគាំទ្រនិងផ្តល់កម្លាំងចិត្តលើកទឹកចិត្តដល់វីរៈជនកងទ័ពជួរមុខទាំងអស់ក៏ជាវីរៈជនដ៏សត្វស្ងាត់ដែលជួយសង្គ្រោះជាតិសាសន៍យើងដូចគ្នា